សារព័ត៌មាន NBC បានចុះផ្សាយថាអាមេរិកកំពុងរៀបចំជំរើសក្នុងការវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡាក្នុងនោះមានទាំងការទម្លាក់គ្រាប់បែកសារព័ត៌មាន NBC បានរាយការណ៍ដោយដកស្រង់សម្ដីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថាសហរដ្ឋអាមេរិកកំពុងរៀបចំជំរើសសម្រាប់ការវាយប្រហារលើអ្នកជួញដូរគ្រឿងញៀនដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសវេណេស៊ុយអេឡាយោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025បានឲ្យដឹងថាក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីនេះទីក្រុង Washington បានបាញ់ពន្លិចទុកយ៉ាងហោចណាស់3ដែលខ្លួនបានចោទប្រកាន់ថាបានដឹកគ្រឿងញៀនចេញពីឆ្នេរសមុទ្រនៃប្រទេសអាមេរិកឡាទីនដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់17នាក់ប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូបានបដិសេធរាល់ការជាប់ពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនហើយបានទទូចថាការវាយប្រហារនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីផ្ដួលរំលំរុកលោកការទម្លាក់គ្រាប់បែកលើប្រទេសវេណេស៊ុយអេឡាអាចនឹងកើតឡើងក្នុងរយៈពេលប្រមាណសប្តាហ៍ទៀតទោះជាយ៉ាងណាក៏ដោយយោងតាមប្រភពរបស់ខ្លួនវិធានការនេះមិនទាន់ត្រូវបានអនុម័តដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅឡើយទេយោងតាមមន្ត្រីគឺថាចំណាត់ការដែលកំពុងពិភាក្សានៅទីក្រុង Washington ភាគច្រើនរួមមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើមន្ទីរពិសោធន៍គ្រឿងញៀនក៏ដូចជាសមាជិកនិងមេដឹកនាំនៃក្រុមជួញដូរគ្រឿងញៀនប្រពន្ធមួយបាននិយាយថាអាមេរិកកំពុងពិចារណាអំពីការបង្កើនភាពតានតឹងបន្ថែមទៀតដោយសារតែមនុស្សមួយចំនួននៅក្នុងរដ្ឋបាលត្រាំមានការខកចិត្តដែលការដាក់ពង្រាយនាវាចម្បាំងនិងយន្តហោះរបស់អាមេរិកទៅកាន់សមុទ្រការីប៊ីននិងការវាយប្រហារលើកប៉ាល់មិនបានធ្វើឲ្យការកាន់អំណាចរបស់លោកម៉ាឌូរ៉ូចុះខ្សោយឬបានជំរុញឲ្យមានការឆ្លើយតបដ៏សំខាន់ណាមួយឡើយអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry